អនុញ្ញាតគ្រប់ជ្រាបសួរប្រិមិត្តបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube និង Facebook ថ្ងៃនេះ Channel Cambodia Military សូមលើកយករបាយការណ៍ដែលចេញផ្សាយដោយ RFI ចុះផ្សាយនៅថ្ងៃទី30 ខែតុលាឆ្នាំ 2020 ដែលមជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលមានខ្លឹមសារថាអាមេរិកសម្រេចលក់យន្តហោះចម្បាំង F-35 ឲ្យអេមីរ៉ាត់អារ៉ាប់រួមក្នុងទឹកប្រាក់ប្រមាណជាង $10,400 លានជាផ្លូវការគេនៅមិនទាន់ដឹងពីចំនួនយន្តហោះចម្បាំង F-35 ដែលអាមេរិកសម្រេចលក់ឲ្យអេមីរ៉ាត់អារ៉ាប់រួមនោះទេតែអ្នកជំនួយការសភាម្នាក់មិនបញ្ចេញឈ្មោះបានឲ្យដឹងថាមានចំនួន50គ្រឿងដែលគិតជាទឹកប្រាក់សរុបប្រមាណជាង $10,400 លានសេចក្តីសម្រេចរបស់អាមេរិកពេលនេះធ្វើឡើងក្រោយពីអេមីរ៉ាត់អារ៉ាប់រួមបានយកព្រមភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសអ៊ីស្រាអែលដោយមានអាមេរិកជួយជ្រោមជ្រែងការសម្រេចលក់យន្តហោះចម្បាំង F-35 ឲ្យទៅអេមីរ៉ាត់អារ៉ាប់រួមត្រូវបានប្រកាសដោយគណៈកម្មការកិច្ចការបរទេសនៅសភានិងព្រឹទ្ធសភាអាមេរិកនេះពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលព្រោះតាមទម្លាប់គឺក្រសួងការបរទេសទេដែលជាអ្នកប្រកាសដំណឹងស្ដីពីការលក់អាវុធឲ្យទៅប្រទេសណាមួយនោះទោះជាយ៉ាងនេះក្តីក្រសួងការបរទេសមិនបានបដិសេធលើព័ត៌មាននេះដោយគូសបញ្ជាក់ថាក្រសួងនឹងប្រកាសជាផ្លូវការនៅក្រោយការអនុម័តពីសភាទាំងពីរយ៉ាងណាក៏ដោយនេះពិតជាដំណឹងល្អមួយសម្រាប់អេមីរ៉ាត់អារ៉ាប់រួមព្រោះអស់ពេលជាយូរមកហើយដែលប្រទេសអារ៉ាប់មួយនេះចង់បានយន្តហោះចម្បាំង F-35 របស់អាមេរិកសូមបញ្ជាក់ថាជាប្រវត្តិសាស្ត្រប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកបានប្រឆាំងនិងរារាំងមិនឲ្យអាមេរិកលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសក្នុងតំបន់មជ្ឈមបូព៌ាទេរួមទាំងប្រទេសសូដានីនិងអេស៊ីបដែលអ៊ីស្រាអែលមានកិច្ចព្រមព្រៀងសន្តិភាពមូលហេតុគឺអ៊ីស្រាអែលចង់បន្តឧត្តមភាពបច្ចេកវិទ្យាខាងយន្តហោះចម្បាំងប្រភេទ F-35 តែអ្វីជាការកត់សម្គាល់ការដែលអាមេរិកសម្រេចលក់យន្តហោះចម្បាំង F-35 ឲ្យអេមីរ៉ាត់អារ៉ាប់រួមនេះធ្វើឡើងក្រោយពីប្រទេសអារ៉ាប់មួយនេះបានយល់ព្រមភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយប្រទេសអ៊ីស្រាអែលម្យ៉ាងទៀតសេចក្តីសម្រេចរបស់អាមេរិកធ្វើឡើងខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានបំពេញទស្សនកិច្ចរយៈពេលខ្លីក្នុងទឹកដីអ៊ីស្រាអែលនាថ្ងៃប្រហោះទី29តុលាគោលដៅនៃទស្សនកិច្ចគឺដើម្បីជជែកពីការបង្កើនទំនាក់ទំនងយោធារវាងប្រទេសទាំងពីរលោក Esper មិនបាននិយាយពីការលក់យន្តហោះចម្បាំង F-35 ឲ្យទៅអេមីរ៉ាត់អារ៉ាប់រួមទេអ៊ីស្រាអែលបានបញ្ជាក់កាលពីសប្តាហ៍កន្លងទៅថាខ្លួនមិនជំទាស់នឹងការលក់យន្តហោះចម្បាំង F-35 របស់អាមេរិកឲ្យទៅអេមីរ៉ាត់អារ៉ាប់រួមទេក្រោយពីទទួលបានការធានាពីលោក Esper លោក Elliot Engel សមាជិកសភាអាមេរិកមកពីគណៈបកប្រជាធិបតេយ្យបានព្រមានថាការភ្ជាប់ទំនាក់ទំនងប្រក្រតីរបស់ប្រទេសអារ៉ាប់ជាមួយអ៊ីស្រាអែលអាចបង្កឲ្យមានការប្រណាំងប្រជែងសភាវុធនៅក្នុងតំបន់មជ្ឈមបូព៌ាប្រទេសអារ៉ាប់ផ្សេងទៀតដែលជាសម្ព័ន្ធមិត្តអាមេរិកក៏ចង់បានយន្តហោះចម្បាំង F-35 ដែរពិសេសកាតានិងអារ៉ាប៊ីសាអូឌីតអំពីលក្ខណៈសម្បត្តិរបស់យន្តហោះចម្បាំង F-35 គឺជាយន្តហោះចម្បាំងបំបាំងកាយល្អមួយនៅលើពិភពលោកផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin វាមានកៅអីសម្រាប់ភីលុតតែម្នាក់គត់និងជាប្រភេទយន្តហោះចម្បាំងពហុតួនាទីចំនួនទី5ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាសនិងទៅលើដីយន្តហោះចម្បាំង F-35 ត្រូវបានចាប់ផ្ដើមផលិតក្នុងឆ្នាំ2001ហើយធ្វើការហោះហើរជាលើកដំបូងនៅឆ្នាំ2006រួមទាំងដាក់ឲ្យប្រើប្រាស់ជាផ្លូវការឆ្នាំ2015
ក្រោយកងមារីនអាមេរិកប្រកាសថាយន្តហោះចម្បាំងនេះត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធ F-35 មានតម្លៃ$80 លានឡើងទៅក្នុងមួយគ្រឿងទៅតាមប្រភេទយន្តហោះចម្បាំងនីមួយៗដោយវាមានបងប្អូនចំនួន3នាក់គឺទី1ប្រភេទ F-35A ជាប្រភេទយន្តហោះចម្បាំងអាចហោះឡើងនិងចុះចតធម្មតាទី2ប្រភេទ F-35B អាចហោះឡើងនិងចុះចតដោយឧទ្ធម្ភាគចក្រនិងទី3ប្រភេទ F-35C ជាប្រភេទយន្តហោះចម្បាំងសម្រាប់ដាក់ឲ្យដំណើរការលើនាវាផ្ទុកយន្តហោះចម្បាំង F-35 វាមានប្រវែងបណ្ដោយ 15.47 ម៉ែត្រស្លាបប្រវែង 10.5 ម៉ែត្រនិងកម្ពស់ 4.39 ម៉ែត្រ F-35 ដំណើរការដោយ Pratt និង Whitney F-135 ជាម៉ាស៊ីនមួយប្រភេទផលិតឡើងយ៉ាងពិសេសសម្រាប់យន្តហោះចម្បាំងទាំង3ប្រភេទនេះ F-35B មានទម្ងន់ 27.2 តោននៅពេលបំពាក់អាវុធសម្រាប់ប្រយុទ្ធរួចរីឯយន្តហោះចម្បាំងលំដាប់ F-35A និង F-35C មានទម្ងន់ដូចគ្នាគឺ 31.8 តោនយន្តហោះចម្បាំងបំបាំងកាយទាំងនេះមានសមត្ថភាពហោះហើរក្នុងល្បឿនជាអតិបរមា 2000 ម៉ែត្រក្នុង1ម៉ោងនិងអាចហោះបានចម្ងាយជាមធ្យមចាប់ពី 1660 ទៅ 2200 ម៉ែត្រឯណោះលក្ខណៈពិសេសនិងភាពល្បីល្បាញរបស់ F-35 វាអាចបំបាំងកាយមិនឲ្យរ៉ាដាសត្រូវចាប់សញ្ញាបានប៉ុន្តែរបៀបបំបាំងកាយនេះមិនត្រូវបានគេទម្លាយឲ្យដឹងនោះទេព្រោះវាជាកិច្ចការសម្ងាត់ក្នុងការរក្សាជីវិតរបស់ F-35 យន្តហោះចម្បាំងនេះក៏មានបំពាក់ផងដែរនៅកាមេរ៉ា360 ដឺក្រេដែលផ្ដិតយករូបភាពយ៉ាងច្បាស់ទាំងពេលថ្ងៃនិងពេលយប់ព្រមទាំងបំពាក់ទៅដោយអាវុធទំនើបរួមទាំងមីស៊ីលគ្រាប់បែកប្រព័ន្ធស៊ើបការសម្ងាត់និងប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិកជាដើមចំនួនដែលបានផលិត615គ្រឿងជាចំនួនគិតក្នុងខែកុម្ភៈឆ្នាំ2021ប្រទេសដែលបានទិញនិងកំពុងបញ្ជាទិញ F-35 រួមមានជប៉ុនកូរ៉េខាងត្បូងអូស្ត្រាលីសិង្ហបុរីទូគីអ៊ីតាលីអង់គ្លេសនិងអ៊ីស្រាអែលប្រទេសដែលចូលរួមក្នុងកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងនេះជាមួយអាមេរិកមានដូចជាអង់គ្លេសអ៊ីតាលីហូឡង់ទូគីកាណាដាអូស្ត្រាលីដាណឺម៉ាកណ័រវេសអ៊ីស្រាអែលជប៉ុននិងកូរ៉េខាងត្បូងដោយឡែកចក្រភពអង់គ្លេសនិងជប៉ុនគឺជាប្រទេសដែលទិញ F-35 ច្រើនជាងគេបំផុតប៉ុន្តែមានតែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប៉ុណ្ណោះដែលធ្លាប់បានប្រើប្រាស់វានៅក្នុងប្រតិបត្តិការយោធាជាពិសេសនៅក្នុងសង្គ្រាមស៊ីរីប្រភពឯកសារដកស្រង់ចេញពី website RFI និង website Wikipedia ហើយខ្ញុំបាទក៏បានដាក់ link ជូននៅក្នុង description ផងដែរជាចុងបញ្ចប់ខ្ញុំបាទសូមអរគុណនិងសូមអភ័យទោសនៅរាល់កំហុសឆ្គងដោយសេចក្តីណាមួយដល់បងប្អូនដែលតែងតែគាំទ្រសូមមានសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណសូម